อันนี้ต้องติดถามมันไงวันนี้มีการจุดใดอย่างครั้งในประเทศมีจำนวนในประเทศไทยเด็ดเผื่อบางเพี้ยนนึงเผื่อเอาหนูจีบจะนั้นเนี่ยบัตรชีวิตนึงเราระบุนักวิจัยศาสตร์บันศึกษาทานนี่มาปีหลักที่จะเน้นในแผ่นใดวิถีจอนาบันเผื่อเอายืมีการกู้อย่างครั้งแบบนี้แต่เมื่อยังในยังปีจุดเนื้อหนึ่งศาสนาวิ่งคือกี่จุดท่านี่คือเชียร์การเงือบล้างในกันตุ้ยระบอบลีบาทันและเผื่อเอาหนุ่มกู้ในภูมิภาคอาเซียนนี้ในประเทศมีจำนวนในประเทศไทยลีบาทันคือเชียร์สัตว์ปูหมุนบาลและมีตุ้มทุ่มมหาศาลเบี้ยรุ่นในขนมปังสมุทรอรบเลี้ยงชนะมาให้อีจุดที่ท่าบัดสันจีบเงือบล้างเมาส์พิภพโลกแต่งูนึงระเบียดในซาตายวิไอเล็บทวีตงูโดยขึ้นปัญหาตัวแต่สองគ្មាននរណាម្នាក់អាចបញ្ឈប់វាបានហើយនោះត្រូវតែមានព្រះជាម្ចាស់មកជួយតាមពិតទៅពស់លីវ៉ាថានេះវាមានពីរក្បាលមួយគឺឈ្មោះមួយក្រោយមកវាបានរង្គើនឹងធ្វើឲ្យពិភពលោកមានការជួបច្បាស់ជាខ្លាំងព្រះជាម្ចាស់បានឃើញដូច្នេះក៏បានបញ្ជាឲ្យសាវករបស់ព្រះអង្គចុះមកបង្ក្រាបតែនៅតែបង្ក្រាបមិនបានរហូតដល់ព្រះអង្គចុះមកផ្ទាល់ហើយបានបង្ក្រាបសត្វពស់លីវ៉ាថាមួយដោយជោគជ័យហើយលីវ៉ាថាមួយទៀតបានសន្យានឹងព្រះថាមិនធ្វើអ្វីឲ្យប៉ះពាល់ដល់ផែនដីទេក្រោយមកព្រះជាម្ចាស់ក៏បានคุ้มครองវានៅក្រោមបាតសមុទ្រអស់រយៈពេលរាប់ពាន់លានឆ្នាំគឺតែពេលនេះវាដូចជាមានការភ្ញាក់ផ្អើលនៅអ្វីមួយបានធ្វើឲ្យវារង្គោះយ៉ាងខ្លាំងហើយអ្នកវិទ្យាសាស្ត្រក៏បានថតពីលើឃើញរូបរាងវាដោយចម្លែកដែរហើយគេជឿថានេះគឺជារូបរាងលីវ៉ាថានច្បាស់ណាស់បើទោះបីជាមានអ្នកបកស្រាយជាច្រើនថានេះគ្រាន់តែជាផ្នែកមួយនៃសមុទ្រមើលទៅរាងដូចជាក្បាលពស់ហើយមានកោះតូចៗនៅលើនោះក៏ដោយបើតាមអ្នកមានជំនឿនឹងសាសនាបាននិយាយថាអ្វីត្បិតតែវាមានកោះនៅលើនោះមែនតែគ្រាន់តែជាផ្នែកមួយដើម្បីគ្របបំបត្តិនៃរូបរាងពិតរបស់លីវ៉ាថានតែពិតទៅលីវ៉ាថានគឺនៅក្រោមផ្ទាំងថ្មទាំងនោះខាងសាសនាគេជឿជាក់ថាប្រសិនបើមនុស្សនៅលើពិភពលោកធ្វើអំពើអាក្រក់កាន់តែច្រើនលីវ៉ាថាននឹងងើបឡើងដើម្បីកម្ចាត់មនុស្សឲ្យអស់លើផែនដីហើយនឹងបង្កើតមនុស្សថ្មីដែលមានចិត្តបរិសុទ្ធធ្វើតែអំពើល្អនិងចេះគ្រប់អត់អោនគ្នាតែប៉ុណ្ណោះតែប្រសិនបើយើងនៅតែបន្តធ្វើរឿងអាក្រក់បំផ្លាញពិភពលោកទៀតលីវ៉ាថានប្រកបណាស់នឹងងើបឡើងដើម្បីកម្ចាត់មនុស្សលោកចោលយ៉ាងណាមិញនេះគ្រាន់តែជាការបកស្រាយខាងជំនឿសាសនាតែប៉ុណ្ណោះសូមបងប្អូនជឿដោយមានការទទួលខុសត្រូវសូមបងប្អូនជួយ share វីដេអូនេះបន្តទៀតដើម្បីឲ្យដល់មនុស្សផ្សេងៗទៀតឲ្យពួកគាត់បានដឹងពីព័ត៌មានមួយនេះផងសូមអរគុណ